បាទសួស្តីនឹងគោរពជម្រាបសួរដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមបង្ហាញទាក់ទងនឹងអំពីការបញ្ចូលបន្ទុកសិស្សនៅក្នុងប្រព័ន្ធ STS ដើម្បីទៅបញ្ចូលបន្ទុកសិស្សបានលោកគ្រូអ្នកគ្រូចូលមកក្នុងប្រព័ន្ធ STS សិនមកហើយវាយលេខកូដវាយឈ្មោះអ្នកប្រើប្រាស់ឈ្មោះរបស់ខ្លួនយើងចូលមកក្នុង account យើងសិនមកនៅពេលដែលយើងចូលមកដល់ account យើងឃើញឈ្មោះយើងនៅកន្លែងនេះហើយបើអត់ឃើញឈ្មោះយើងកន្លែងនេះទេមានន័យថាយើងអត់ទាន់ចូល account យើងទេណាបាទចានោះខ្ញុំបានបង្ហាញរួចអស់ហើយចាំទៅមើលឡើងវិញណាបើភ្លេចអញ្ចឹងដើម្បីបញ្ចូលបន្ទុកសិស្សបានលោកគ្រូអ្នកគ្រូមើលមេនុយនៅខាងឆ្វេងដៃកន្លែងនេះមកណាបាទមើលពីលើមានតំពើដើមមានសាលារៀនមានចុះឈ្មោះមានថ្នាក់រៀនមានសិស្សហើយមានគ្រប់គ្រងបន្ទុកអញ្ចឹងលោកគ្រូអ្នកគ្រូយកកន្លែងគ្រប់គ្រងបន្ទុកសិស្សនឹងមកចុចលើវាមួយមកណាហើយវានឹងលោតចូលមកដល់តម្រងបែបនេះបាទហើយលោកគ្រូអ្នកគ្រូបើអត់ឃើញមានឆ្នាំសិក្សាអញ្ចឹងទេលោកគ្រូអ្នកគ្រូត្រូវចុចរើសយកឆ្នាំសិក្សា2024-25មើលឆ្នាំសិក្សាឲ្យច្បាស់ណាយ៉ាត់ច្រឡំរើសយកឆ្នាំសិក្សាឆ្នាំចាស់អញ្ចឹងវាបញ្ចូលបន្ទុកខុសណាហើយកន្លែងនេះឈ្មោះសាលាបើអត់ឃើញទេចុចរើសផងហើយកន្លែងនេះថ្នាក់ទីប្រមាណយើងចុចរើសមកដូចខ្ញុំថ្នាក់ទី4យកថ្នាក់ទី4ហើយកន្លែងថ្នាក់អីគេថ្នាក់កមកហើយកន្លែងនេះយើងចង់បញ្ចូលបន្ទុកខែណាយើងចុចលើវាមកហើយមានអ្នកចាប់ពីខែវិច្ឆិការហូតហូហែនេះរហូតដល់ប្រចាំឆ្នាំអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បញ្ចូលបន្ទុកខែមករាចុះអញ្ចឹងខ្ញុំរើសយកខែមករាខ្ញុំចុចយកនឹងមកគេលើខែមករាបន្ទាប់ពីយើងរើសបានអញ្ចឹងហើយយើងយកពាក្យថាស្វែងរកនេះពាក្យស្វែងរកខាងក្រោមនេះយើងចុចស្វែងរកមកបើសេវាលោកគ្រូអ្នកគ្រូលឿនវានឹងដើរលឿនដែរបាទចុចភ្លាមគឺឃើញភ្លាមតែដោយសារសេវាខ្ញុំថ្ងៃនេះវា slow អញ្ចឹងវា live wheel ខ្ញងនៅនេះឯងណាបាទសូមរងចាំបន្តិចណារងចាំតើតែវាដើរឃើញផ្ទាំងថ្មីមួយទៀតណាហើយវានឹងឃើញមានឈ្មោះសិស្សយើងនៅខាងក្រោមនេះណារងចាំបន្តិចសិនបាទនេះអញ្ចឹងវានឹងលោតមកតម្រងបែបនេះបាទតម្រងសិស្សរបស់យើងអានេះដោយសារតែខ្ញុំធ្លាប់បញ្ចូលពីមុនមកទៅវាឃើញបន្ទុកនៅក្នុងនេះណាបាទនៅក្នុងនេះបើយើងអត់ដែលបានបញ្ចូលទេកន្លែងនេះអត់មានបន្ទុកទេណាអត់មានបន្ទុកទេនេះអូមកក្រមនេះគេទេវាសអញ្ចឹងហើយវាអត់មានបន្ទុកទេមានតែឈ្មោះសិស្សទេអញ្ចឹងវិធីបញ្ចូលគឺយើងអាចវាយណាដាក់ cursor នៅលើកន្លែងនេះមកយើងវាយបន្ទុកបញ្ចូលលើម្ដងម្នាក់មួយមុខវិជ្ជាម្ដងមួយមុខវិជ្ជាណាបាទនេះមុខវិជ្ជានៅខាងលើនេះតែបើយើងអត់ចង់វាយទេវាយូរណាយើងវាយទៅម្ដងម្នាក់វាយូរយើងចាប់ផ្ដើមមកធ្វើការទាញយកពុំគំរូនៅខាងក្រោមនេះដូចការយើងទាញយកពុំគំរូចុះឈ្មោះសិស្សចឹងហើយយើងចុចពាក្យថាទាញយកមកបាទចុចពាក្យថាទាញយកវានឹងទាញឲ្យយើងហើយណាបាទអញ្ចឹងដោយសារខ្ញុំធ្លាប់ទាញយកម្ដងហើយណាអញ្ចឹងខ្ញុំមិនបានទាញទៀតទេខ្ញុំសូមទៅធ្វើការនាំចូលតែម្ដងណាពេលដែលយើងទាញយកពុំគំរូហើយយើងទៅវាយបន្ទុកចូលនៅក្នុងពុំគំរូសិនណានេះជាមួយខ្ញុំបង្ហាញពុំគំរូដែលខ្ញុំវាយបញ្ចូលហើយណានេះយើងវាយបញ្ចូលបន្ទុកជាសិនណាវាយចូលសិនហើយយើង save វាសិន save វាដាក់ក្នុងកុំព្យូទ័រយើងសិនរួចចាំយើងនាំចូលឥឡូវខ្ញុំបានវារួចអស់ហើយចឹងខ្ញុំធ្វើការនាំចូលយើងមកកន្លែងបន្ទុកដដែលហ្នឹងឯងកន្លែងគ្រប់គ្រងបន្ទុកដដែលហ្នឹងហើយរើសយកថ្នាក់យូK ដែលយើងចង់បញ្ចូលរួចហើយយើងចាប់ផ្ដើមនាំចូលយកពាក្យថានាំចូលខាងក្រោមនេះនាំចូលខាងក្រោមនោះមកដាក់មកណាចុចពាក្យថានាំចូលហើយវានឹងលោតមកឲ្យយើងណាលោតមកឲ្យយើងកន្លែងដែលយើងទុកឯកសារបើយើងទុកនៅកន្លែងណាទៅកន្លែងនោះទេដោយសារខ្ញុំធ្លាប់នាំចូលទៅវាលោតមើលឯកសារដែលខ្ញុំធ្លាប់ទុកស្រេចណានេះណាចេះយើងដាក់មកចុចលើវាមួយឲ្យចេញពើខ្មៅអញ្ចឹងហើយយើង open វាណាបាទ open មកវានាំចូលហើយនេះចេញតម្រងបែបនេះដែលខ្ញុំចុចទាញមិញខ្ញុំចុចទាញមើលមកគេនេះវាលោតទាញនេះណាអញ្ចឹងយើងចុចគ្រីសនេះមកចុចថាបញ្ជាក់
chữ bên chẹt đằng ngò hai viên đằng tàu này nè chô này cái này nè sai từ lư xe ba là bao lực cừu này cừu lươn biết đỡ chập bình bao xe ba dú biết đỡ họ nghiệp bình thì nè pro ai sai về thóm về dùn về trâu ca bên chô bên tục tam chung một giờ ni mùi tới ví dụ chứ rong chàm là hô tờ tại vì kri việc kri đã thấy trụ cháy chân riêng bàn này nè để lấy riêng rong chàm mà việc đời tới hay videoខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងឯងព្រោះថាបើខ្ញុំរងចាំរហូតដល់វាដល់ពេញ view ណាអញ្ចឹងខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងណាអរគុណច្រើន